សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកហាត់សូរិយាមានាស្កាអេឬក៏ជាភាសាខ្មែរថាសំពះព្រះអាទិត្យទី1សំពះព្រះអាទិត្យទី1យើងតែងតែឃើញក្នុងការកម្ដៅសាច់ដុំក្នុងទម្រង់យូហ្គាជាពិសេសក្នុងយូហ្គាវិញ្ញាសាឬក៏ជា flow ពិសេសជាងនឹងទៀតគឺគេតែងតែអនុវត្តវានៅក្នុងថ្ងៃទិវាយូហ្គាអន្តរជាតិផងដែរដែលជាថ្ងៃដែលគេតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងថ្ងៃទី21ខែមិថុនាដើម្បីលើកកម្ពស់សុខភាពផ្លូវកាយផ្លូវចិត្តនិងស្មារតីតាមរយៈការអនុវត្តយូហ្គាទិវានេះត្រូវបានទទួលស្គាល់ដោយ United Nations ក្នុងឆ្នាំ2014ហើយបានប្រារព្ធជាលើកដំបូងនៅឆ្នាំ2015គោលបំណងរបស់ទិវាគឺជាការលើកកម្ពស់សុខភាពនិងសុខុមាលភាពបង្កើនការយល់ដឹងអំពីយូហ្គាជំរុញការរស់នៅប្រកបដោយតុល្យភាពនិងសន្តិភាពភ្ជាប់មនុស្សទូទាំងពិភពលោកតាមរយៈការអនុវត្តយូហ្គាសរុបមកទិវាយូហ្គាអន្តរជាតិគឺជាថ្ងៃដែលមនុស្សទូទាំងពិភពលោករួមគ្នាអនុវត្តនិងអបអរសាទរយូហ្គាដើម្បីលើកកម្ពស់សុខភាពនិងសន្តិភាពក្នុងជីវិតដោយឆ្លៀតឱកាសនេះផងដែរខ្ញុំនឹងប្រារព្ធទិវាយូហ្គាអន្តរជាតិតាមអនឡាញចូលរួមដោយសេរីដោយឥតគិតថ្លៃយើងនឹងអនុវត្តទាំងអស់គ្នានៅថ្ងៃអាទិត្យទី7ខែមិថុនាឆ្នាំ2026វេលាម៉ោង6ដល់ម៉ោង7ព្រឹកអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលរួមជាមួយខ្ញុំបានខ្ញុំទទួលចុះឈ្មោះពីថ្ងៃនេះតទៅអញ្ចឹងយើងនឹងជួបគ្នាអាទិត្យក្រោយហើយអរគុណអ្នកទាំងអស់គ្នាហើយជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អ Namaste